ជម្រាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឌីណាថ្ងៃនេះនាងខ្ញុំមានសៀវភៅមួយក្បាលចង់មកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាសៀវភៅមួយក្បាលនេះមានចំណងជើងថាអារម្មណ៍ល្អជីវិតស្រស់ស្រាយដែលសរសេរដោយលោក Wix King ចំណងជើងជាភាសាអង់គ្លេសគឺ Good Vibes Good Life សេចក្តីផ្ដើមនៅក្នុងសៀវភៅនេះនិយាយអំពីការស្រឡាញ់ខ្លួនឯងតើដូចម្តេចដែលហៅថាការស្រឡាញ់ខ្លួនឯងអ្នកទាំងអស់គ្នាអាចឲ្យនិយមន័យនៃការស្រឡាញ់ខ្លួនឯងតាមការយល់ឃើញរបស់បងប្អូនទាំងអស់គ្នានៅខាងក្រោមវីដេអូនេះបានសម្រាប់អ្នកនិពន្ធគាត់បានឲ្យនិយមន័យនៃការស្រឡាញ់ខ្លួនឯងគឺជាតុល្យភាពរវាងការទទួលស្គាល់ខ្លួនឯងនិងការដឹងថាខ្លួនឯងស័ក្តិសមនឹងទទួលបានអ្វីដែលល្អប្រសើរសម្រាប់ខ្លួនឯងបានជានិច្ចផ្នែកទី1គឺនិយាយអំពីសារៈសំខាន់នៃអារម្មណ៍គឺការរក្សាអារម្មណ៍ឲ្យល្អការរក្សាអារម្មណ៍វិជ្ជមានគាត់បានលើកយកច្បាប់នៃកម្លាំងរំញ័រដែលជាច្បាប់មួយលើសពីច្បាប់ស្រូបទាញច្បាប់នៃការស្រូបទាញគឺជាច្បាប់ដែលសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើការគិតវិជ្ជមានច្បាប់នៃកម្លាំងរំញ័រគឺអ្នកនិពន្ធគាត់ជឿថានៅក្នុងចក្រវាលនឹងឆ្លើយតបចំពោះរំញ័ររបស់យើងដែលមានហើយចក្រវាលនឹងផ្ដល់មកវិញនូវថាមពលគ្រប់យ៉ាងដែលយើងបានបញ្ជូនចេញទៅក្រៅតាមរយៈរំញ័ររបស់យើងហើយអារម្មណ៍ល្អគឺជាសភាពកម្រិតរំញ័រដ៏ខ្ពស់មួយប្រសិនបើយើងមានអារម្មណ៍ល្អនោះយើងនឹងគិតទៅដល់គំនិតល្អៗហើយជាលទ្ធផលយើងនឹងចាប់ផ្ដើមបោះជំហានសកម្មភាពជាវិជ្ជមានបានឡើងជាក់ជាពុំខាននៅពេលដែលយើងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កម្រិតអារម្មណ៍របស់យើងឲ្យល្អឲ្យខ្ពស់នោះយើងនឹងបង្ហាញមកកាន់ខ្លួនឯងនៅសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដែលយើងដឹងថាយើងស័ក្តិសមនឹងទទួលបានកាន់តែច្រើនផ្នែកទី2និយាយអំពីទម្លាប់នៃការរស់នៅបែបវិជ្ជមានកម្រិតរំញ័រដ៏ខ្ពស់មួយនឹងជួយឲ្យយើងមានអារម្មណ៍ល្អនេះមានន័យថាយើងអាចបើកបង្ហាញនៅរឿងល្អៗជាច្រើននៅក្នុងជីវិតរបស់យើងបានតាមរយៈការហ៊ុមព័ទ្ធខ្លួនយើងជាមួយនឹងមនុស្សវិជ្ជមានចូលប្រកបខ្លួននៅក្បែរមនុស្សទាំងឡាយណាដែលមានអារម្មណ៍ល្អប្រសើរជាងអ្នកថាមពលគឺជាអ្វីដែលអាចចម្លងផ្ដល់ឲ្យគ្នាបានបុគ្គលវិជ្ជមានពួកគាត់តែងតែស្ថិតនៅក្នុងសភាពអារម្មណ៍ល្អអារម្មណ៍វិជ្ជមាននៅពេលដែលយើងប្រឹក្សាប្រាប់ពីបញ្ហាដែលយើងកំពុងតែជួបហាក់ដូចជាពួកគាត់បង្ហាញពីទស្សនៈសុទិដ្ឋិនិយមរបស់ពួកគាត់មកកាន់យើងជានិច្ចនៅពេលដែលយើងបាននៅក្បែរគាត់នៅពេលដែលយើងបាននិយាយជាមួយគាត់អារម្មណ៍របស់យើងហាក់ប្រែក្លាយជាល្អមួយរំពេចមួយទៀតនោះគឺការផ្លាស់ប្ដូរភាសាកាយវិការរបស់យើងជាការពិតមានការលំបាកខ្លាំងក្នុងការដែលយើងព្យាយាមរក្សាស្នាមញញឹមឲ្យនៅដដែលស្របពេលដែលអ្វីៗកើតឡើងទៅខុសពីការរំពឹងទុករបស់យើងប៉ុន្តែមានការសិក្សាមួយនៅក្នុងឆ្នាំ2003បានបង្ហាញថាបើសិនបើអ្នកព្យាយាមប្រើប្រាស់ស្នាមញញឹមคล้ายៗនោះអ្នកនឹងអាចបោកបញ្ឆោតខួរក្បាលរបស់អ្នកឲ្យគិតថាអ្នកកំពុងតែសប្បាយរីករាយមែនតាមរយៈការបញ្ចេញនូវអរម៉ូននៃអារម្មណ៍ល្អៗដែលត្រូវបានគេឲ្យឈ្មោះថាអរម៉ូន Endorphin មួយទៀតនោះគឺការចំណាយពេលខ្លះដើម្បីចេញទៅក្រៅសូមកុំមើលស្រាលចំពោះសារៈសំខាន់នៃការចំណាយពេលសម្រាប់សម្រាកបន្ធូរអារម្មណ៍ពេលខ្លះយើងបានជាប់គាំងក្នុងជីវិតរបស់យើងជាមួយនឹងការងារជាមួយនឹងស្ថានភាពជីវិតរបស់យើងកំពុងតែកើតឡើងអ្វីៗដែលកំពុងតែកើតឡើងជុំវិញខ្លួនយើងនឹងហាក់ដូចជាមានភាពលើសលប់សម្រាប់យើងឬក៏ហួសប្រមាណសម្រាប់យើងហើយផ្ដល់ភាពតានតឹងជាខ្លាំងមកកាន់យើងយើងអាចចេញទៅក្រៅដើម្បីដើរលេងធ្វើការងារខ្លះនៅក្នុងសួនច្បារដាំផ្កាដាំដើមឈើចិញ្ចឹមត្រីឯជាដើមមើលដើមឈើប្រសិនបើយើងក្រោកលឿនយើងអាចទៅមើលពន្លឺព្រះអាទិត្យរះដើម្បីបង្កើនវីតាមីន D និងទទួលបាននៃសារធាតុសេរ៉ូតូនីនដែលជាអរម៉ូនរីករាយដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នករក្សាលំនឹងដល់ផ្លូវអារម្មណ៍ពីធម្មជាតិរបស់យើងហើយបើសិនជាយើងក្រោកមិនទាន់ទេយើងអាចមើលពន្លឺព្រះអាទិត្យលិចក៏បានដែរវិធីមួយទៀតនោះគឺការស្វែងរកកម្លាំងបណ្ដាលចិត្តការស្វែងរកអ្វីមួយដែលជំរុញឲ្យមានកម្លាំងបណ្ដាលចិត្តគឺចាប់ផ្ដើមឲ្យយើងមានអារម្មណ៍ថាទទួលបានការលើកទឹកចិត្តហើយមានជំនឿមកលើខ្លួនឯងសារជាថ្មីរឿងទាំងអស់បង្ហាញឲ្យយើងឃើញថាការបរាជ័យរបស់យើងមិនមែនជាទីបញ្ចប់ឡើយមនុស្សដែលអាចសម្រេចបាននូវអ្វីដែលអស្ចារ្យបានគឺតែងតែបានប្រឈមមុខនឹងក្តីលំបាកឬបរាជ័យដ៏ធំមួយដោយជៀសពុំរួចឡើយប៉ុន្តែពួកវានឹងប្រែក្លាយជាទីបញ្ចប់របស់យើងបើសិនបើយើងចុះចាញ់នឹងវាមួយទៀតគឺគាត់ឲ្យជៀសឲ្យឆ្ងាយពីរឿងអុចអូចរឿងដ្រាម៉ាហើយនៅក្នុងបច្ចុប្បន្ននេះយើងមិនអាចគ្រប់គ្រងបាននៅព័ត៌មានផ្សេងៗដែលយើងឃើញនៅក្នុង Social Media ដែលជារឿងខ្លះជារឿងឈ្លោះប្រកែកគ្នាផ្ដល់នូវថាមពលអវិជ្ជមានមកកាន់យើងជាដើមប៉ុន្តែយើងអាចគ្រប់គ្រងខ្លួនឯងបានថាយើងអាចជ្រើសរើសព័ត៌មានបែបណា
រឿងរ៉ាវបែបណាដែលយើងទទួលដឹងឮដើម្បីរក្សាថាមពលវិជ្ជមាននៅក្នុងខ្លួនយើងបាន មួយទៀតនោះគឺការគិតពីរឿងអាហារូបត្ថម្ភនិងការហូបទឹកក៏ដោយគិតពីអ្វីគ្រប់យ៉ាងដែលយើងបានបរិភោគចូលទៅគឺមានសារៈសំខាន់ណាស់ព្រោះវានឹងប៉ះពាល់ដល់រំញ័រនិងសេចក្តីពិតរបស់យើងចូលគិតពីវាថាតើអាចមានអារម្មណ៍ល្អបែបណាបើសិនជាយើងទទួលទានអាហារល្អនិងហូបទឹកបរិសុទ្ធឲ្យបានគ្រប់គ្រាន់និងកុំភ្លេចបង្ហាញការដឹងគុណបង្ហាញការដឹងគុណនៅអ្វីដែលយើងកំពុងតែមានមុននឹងយើងត្អូញត្អែរពីរឿងសាលាត្រូវចងចាំថាមនុស្សមួយចំនួនមិនទាំងបានទទួលការអប់រំផងមុនពេលយើងត្អូញត្អែរពីរឿងធាត់សូមចងចាំថាមនុស្សមួយចំនួនមិនទាំងមានអាហារហូបចុកផងមុនពេលអ្នកត្អូញត្អែរពីរឿងការងាររបស់អ្នកសូមចងចាំថាមនុស្សមួយចំនួនមិនទាំងមានប្រាក់សម្រាប់ចាយវាយផងមុនអ្នកត្អូញត្អែរពីរឿងសម្អាតផ្ទះសូមចងចាំថាមនុស្សមួយចំនួនមិនទាំងមានជម្រកសម្រាប់រស់នៅផងមុនពេលអ្នកត្អូញត្អែរពីរឿងលាងចានសូមចងចាំថាមនុស្សមួយចំនួនមិនទាំងមានទឹកសម្រាប់ប្រើប្រាស់ផង ហើយមួយទៀតកុំភ្លេចសិក្សាពីអារម្មណ៍ខ្លួនឯងការមិនអើពើនឹងអារម្មណ៍អវិជ្ជមានប្រៀបដូចជាការរក្សាសារធាតុពុលមួយនៅក្នុងប្រព័ន្ធរាងកាយរបស់យើងដូចនេះដែរវិធីផ្លាស់ប្ដូរអារម្មណ៍អវិជ្ជមានឲ្យទៅជាវិជ្ជមាននោះគឺទីមួយកំណត់អត្តសញ្ញាណដើម្បីផ្លាស់ប្ដូរស្ថានភាពអារម្មណ៍របស់យើងបានយើងត្រូវតែកំណត់អត្តសញ្ញាណនៃអារម្មណ៍ដែលយើងកំពុងតែមានជាមុនសិនថាយើងកំពុងតែមានអារម្មណ៍បែបណាទីពីរគឺយើងយកឈ្នះជំហានបន្ទាប់គឺយើងត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាយើងមានអារម្មណ៍បែបនេះហេតុអ្វីបានជាយើងមានអារម្មណ៍ដូចដែលយើងកំពុងតែមាននាពេលនេះតើគំនិតណាខ្លះដែលអាចចូលមកទទួលខុសត្រូវចំពោះរឿងនេះបានចំណុចមួយទៀតគឺការយល់ដឹងពីបច្ចុប្បន្នភាពរបស់ខ្លួនឯងយើងបានប្រើប្រាស់ជីវិតដោយគិតតែទៅលើរឿងអនាគតកាលដែលមានតែនៅក្នុងការស្រមើស្រមៃរបស់យើងឲ្យសុទ្ធសាធហើយបែរជាមើលរំលងនៅអ្វីដែលកំពុងតែកើតមានឡើងនៅនឹងមុខយើងទៅវិញអ្នកនិពន្ធគាត់បានណែនាំអំពីការអនុវត្តការសមាធិផងដែរដោយគាត់គិតថាការអភិវឌ្ឍការយល់ដឹងអំពីពេលវេលានៅក្នុងបច្ចុប្បន្នកាលនោះយើងនឹងអាចគ្រប់គ្រងរក្សានៅរំញ័រដ៏ខ្ពស់មួយរបស់យើងបាន